បាទសូមជម្រាបសួរថ្ងៃនេះខ្ញុំបានចូលរួមនៅក្នុងខួប77ឆ្នាំនៃការផ្ទេរទឹកដីកម្ពុជាក្រោមពីសំណាក់អាណានិគមបារាំងទៅឲ្យប្រទេសយួនហើយក៏ខ្ញុំមានការសោកស្ដាយដោយសារថ្ងៃទី4មិថុនាកាលពីឆ្នាំ1949គឺមកដល់ពេលនេះគឺ77ឆ្នាំទៅហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ហើយនឹងមិនអាចបំភ្លេចបាននៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមដែលធ្វើឲ្យបងប្អូនខ្មែរកណ្ដាលខ្មែរក្រោមខ្មែរលើមានការព្រាត់ប្រាសនៃរាជដោយសារតែភូមិសាស្ត្រនយោបាយដោយសារអាណានិគមបារាំងអីជាដើមហ្នឹងចឹងហើយថ្ងៃ4មិថុនានេះគឺជាថ្ងៃដែលគណៈបកចម្រើនថ្មីយកថ្ងៃ4មិថុនាធ្វើជាថ្ងៃកកើតនៃគណៈបកចម្រើនថ្មីមកដល់ពេលនេះគឺ2ឆ្នាំទៅហើយហេតុដែលយើងយកថ្ងៃទី4មិថុនាដាក់ថ្ងៃកកើតគណៈបកចម្រើនថ្មីដោយសារចង់ឲ្យអ្នកនយោបាយក្រោមដើម្បីអ្នកចំនួនក្រោយឲ្យចាំពីប្រវត្តិសាស្ត្រតើថ្ងៃទី4មិថុនានេះជាថ្ងៃប្រវត្តិសាស្ត្រដែលខ្មែរមិនអាចបំភ្លេចបានដែលយើងបាត់បង់នៅទឹកដីកម្ពុជាក្រោមប៉ុន្តែថ្ងៃទី4មិថុនាក៏ជាថ្ងៃវីរៈបុរសសឿនគុយដែលបានបូជាជីវិតកាត់ក្បាលបូជាជូនប្រទេសយួននឹងដោះយកមកនៅអត្តសញ្ញាណសាសនាប្រពៃណីអរិយធម៌វត្តអារាមរបស់ខ្មែរនៅទឹកដីកម្ពុជាក្រោមដែលមាន21ខេត្តហ្នឹងគឺថាព្រះវីរៈបុរសសឿនគុយបានកាត់ក្បាលដូរកុំឲ្យបាត់បង់អត្តសញ្ញាណជាតិរបស់ខ្មែរកម្ពុជាក្រោមពិសេសសាសនាជាតិអត្តសញ្ញាណប្រពៃណីវប្បធម៌អក្សរសាស្ត្រអីជាដើមចឹងហើយគណៈបកចំនួនថ្មីបានយកថ្ងៃ4មិថុនានេះជាថ្ងៃកើតនៃគណៈបកចំនួនថ្មីនៅលើទឹកដីកណ្ដាលខ្មែរកណ្ដាលខ្មែរក្រោមខ្មែរកណ្ដាលខ្មែរលើខ្មែរតែមួយនៃការសាមគ្គីជាតិគ្នាដើម្បីពង្រឹងភាពរុងរឿងនៃអត្តសញ្ញាណជាតិខ្មែរប្រទេសខ្មែរកុំឲ្យបាត់បង់ទៅនឹងសត្រូវបរទេសឈ្លានពានទាំងខាងកើតទាំងខាងលិចបាទសូមអរគុណបាទ